ជំរាបសួរខ្ញុំបាទវិជ្ជបណ្ឌិតសាយវិសុទ្ធឯកទេសបាក់បែកឆ្អឹងនិងរបួសកីឡាថ្ងៃនេះយើងនឹងនាំមកមើលការប្រកួត UFC របស់កីឡាករ Conor និងការរបួសរបស់គាត់ Not good. Every time he throws. Oh, and now look, that's going to do it. There could be McGregor's injured. There's some injury he's dealing with. His ACL or something. Oh, yep. And then he tries to throw it again, and it buckles and gives it. That is literally crazy. Look. យើងមើលឃើញថាក្នុងឡុងការប្រកួតទឹកទី1ហ្នឹងអាញាកណ្ដាលបានប្រជុំគាត់ដោយសារគាត់មានបញ្ហាជង្គង់ខាងស្ដាំរបស់គាត់នៅយើងឃើញតាមរយៈវីដេអូហើយក៏ដោយអាញាកណ្ដាលប្រជុំគាត់កណ្ដាលទីហ្នឹងដោយសារអីយើងឃើញជង្គង់គាត់មានបញ្ហាអាចដាច់សរសៃពួរនៅជង្គង់ហ្នឹងហើយនឹងទ្រនាប់ជង្គង់របស់គាត់ឬក៏សរសៃពួរជុំវិញជង្គង់ហ្នឹងដែលអាចរក្សាលំនឹងពេលគាត់ឈរមកត្រង់បានទេអញ្ចឹងហើយជាកត្តាមួយដែលគេត្រូវប្រជុំគាត់កណ្ដាលទីក្នុងទឹកទី1ហ្នឹងរាល់រោគវិនិច្ឆ័យទៅលើជង្គង់ពេលគ្រោះថ្នាក់កីឡាក៏ដោយឬក៏គ្រោះថ្នាក់ផ្សេងគឺយើងតាមរយៈរូបភាពវិទ្យាសាស្ត្រដូចជាជំហានដំបូងយើងអាចថតជា X-ray ដើម្បីមើលថាតើមានបញ្ហាលើឆ្អឹងអត់ជំហានបន្ទាប់ទៀតបើឆ្អឹងនៅអត់មានបញ្ហាគឺតាមរយៈ MRI ដើម្បី support ថាតើគាត់មានដាច់សរសៃពួរនៅជុំវិញជង្គង់របស់គាត់ហ្នឹងសម្រាប់ការការពារកុំឲ្យមានរបួសក្នុងឡុងពេលលេងកីឡាពេលខ្លះរបួសខ្លះយើងអាចការពារបាននិងពេលខ្លះយើងមិនអាចការពារបានទេប៉ុន្តែអ្វីដែលសំខាន់មុនរាល់ការលេងគាត់ត្រូវ warm up ឲ្យបានគ្រប់គ្រាន់និងទី2ទៅប្រឹងសាច់ដុំនិងសរសៃពួរគាត់ជាប្រចាំនិងទី3ការដាក់ចលនារបស់ជើងរបស់គាត់ឬក៏ជង្គង់របស់គាត់ហ្នឹងឲ្យបានត្រឹមត្រូវជាទូទៅបើកាលណាយើងបង្វិលជើងអត់ទាន់ទេជាពិសេសជង្គង់ហ្នឹងគឺអាចហានិភ័យមួយខ្ពស់ដែលធ្វើឲ្យគាត់ដាច់សរសៃពួរក៏ដូចទ្រនាប់ជង្គង់របស់គាត់ផងដែរ